Hello សួស្តី Father Sister Player Free Fire ទាំងអស់គ្នាជួបជាមួយរូបខ្ញុំម្ដងទៀតហើយពីធូរយ៉ាងនេះតែថ្ងៃនេះដែរខ្ញុំមកបង្រៀន Player ទាំងអស់គ្នាពីរបៀបបង្កើត server អញ្ចឹងមុននឹងចូលទៅដល់ការបង្រៀនខ្ញុំសូមពឹងអ្នកទាំងអស់គ្នារឿងមួយសូមជួយចុច Subscribe និងចុច Like ទាំងអស់គ្នាដើម្បីឲ្យពេលខ្ញុំផុសវីដេអូទៅអ្នកទាំងអស់គ្នាបានឃើញកុំឲ្យខាតពេលវីដេអូយើងធ្វើការបង្រៀនតែម្ដងបាទជាដំបូងធ្វើការចុចពាក្យកន្លែង4សោតបមកយើងជ្រើសរើសយកទី1 2 3 4 5 6យើងយកទី6ធ្វើការយកអាឡែងទី6តមករួចយើងចុចអាឡែង English អាឡែងដែលប៉ុណ្ណឹង server យើងចុចទៅវារួចឃើញមាន server ជាច្រើនយើងតែពីកាលណាឲ្យយើងជ្រើសរើសអញ្ចឹងខ្ញុំចង់បាន server ថៃយក server ថៃអ្នកទាំងអស់គ្នាចង់បាន server អីយកតាមចិត្តហើយខ្ញុំ server ថៃអ្នកចង់បាន server បារាំង server អី server អីទៀតខ្ញុំចង់បាន server ថៃមាន server ថៃអញ្ចឹងខ្ញុំចង់ server ថៃអញ្ចឹងយើងចុចគឺលឿនរួចយើងចុចគឺលឿនបន្តទៀតបាទតោះយើងចុច login វាទៅ login វា login បាទយើងចុច login សិនតោះចុច login នេះគឺការ clear វាចោលទៅវាចាត់ឲ្យយើងចូលសារថ្មីបាទយើងចូលសារថ្មីទៅបាទចូលពុំចូល verify យ៉ាងតិចទៀតចាំពីដំណើរការទៅបាទបាទមកដល់កន្លែងនេះយើងអាចចុចកន្លែង 3 ចុចទៅនេះដូចយើងយកចូលទៅ Google យើងចូលឲ្យបាន Google ដើម្បីភ្ជាប់ Wi-Fi តែក៏ភ្ជាប់យើងបង្កើតបានដែរ account ណាដែលយើងមិនចាប់លេងយើងបង្កើតបានតែខ្ញុំ account នេះខ្ញុំបានកើត account លំលេងចាប់ Wi-Fi ទៅយក account នេះចាំវាតិចទៅយើងលេង slow ដែរមកដល់កន្លែងនេះគេឲ្យដាក់ឈ្មោះបាទហើយបង្កើត account ឲ្យដាក់ឈ្មោះមិនច្បាស់តែអ្នកនរគ្នាចឹងដាក់ឈ្មោះមក P2 game មីងដាក់ចឹងមកពីដាក់ឈ្មោះបានគឺយកទី3មកយកទី3បាទចាំវាបន្តិចសិនបាទមកដល់កន្លែងនេះគឺកន្លែងសំខាន់បាទទី1ជា server ដែលយើងកំពុងលេងរាល់ថ្ងៃធម្មតាទី1ជា server ធម្មតាទេបាទទី2ហ្នឹង server ដែលយើងបង្កើតវាមិនបង្កើតវាមិនយកទី2មកយកទី2មកចុចវាមួយទៀតមកបាទឥឡូវវាចូលទៅ account របស់យើងហើយបាទអូខេយើងរកឲ្យវាដល់ full site នេះយើងជួយការចូលមកមើល event ណាម្ដង event សិនបងលុយបាទស្រួយទៅខាងមានបាទមានហើយឡើងធ្វើការចូលមកមើលមកពីក្រាបបាទដូចថាថាថៃគេហ្វ្រីមកពីក្រាបឲ្យរមើលថានៅកន្លះកលៀតណាទេមកពីក្រាបមិនតែរ៉ាប់អាត់ទេបាទ
tới dân ta đâu có phải sức đâm lấy bàn bờ đằng đâu với cái phi ảo ok này đó này này đâm lấy bàn bờ em mong mình bảo mình thôi gọi thì bật bật